នៅក្នុងសង្គមបច្ចុប្បន្នប្រជាពលរដ្ឋជាពិសេសគឺប្រជាពលរដ្ឋដែលរស់នៅខាងបែកខាងអាស៊ីគឺជាប្រជាពលរដ្ឋមួយដែលតែងតែបង្ហាញនៅអ្វីលើសពីអ្វីដែលខ្លួនមានន័យថាជាសង្គមដែលត្រូវបានអូសទាញដោយកត្តាទ្រព្យសម្បត្តិនិងកត្តាមុខមាត់ដែលធ្វើឲ្យពេលខ្លះបុគ្គលនោះគឺបានផុងខ្លួននៅក្នុងការរស់នៅប្រចាំថ្ងៃរបស់ខ្លួនក្នុងនាមជាអាណាព្យាបាលក៏យើងត្រូវតែមានការប្រុងប្រយ័ត្នចំពោះអរិយាប័ត្ររបស់កូនរបស់យើងថាតើការប្រព្រឹត្តទៅប្រចាំថ្ងៃរបស់គាត់នេះគាត់បានបង្ហាញពីអ្វីដែលលើសអំពីសមត្ថភាពលទ្ធភាពរបស់គាត់ដែរឬយ៉ាងណាព្រោះការនេះនឹងធ្វើឲ្យគាត់ធំឡើងដឹងក្តីប្រឈមមុខជាមួយនឹងបញ្ហាសង្គមដែលគាត់មិនអាចសម្របខ្លួនបាននៅក្នុងវីដេអូ podcast មួយនេះខ្ញុំនឹងលើករឿងមួយទាក់ទងជាមួយនឹងគតិលោកដែលលោកអ្នកជាអាណាព្យាបាលអាចយកទៅពិចារណាក៏ដូចជាយកទៅសិក្សាទាំងអស់គ្នាតើរឿងរ៉ាវនេះវាបានបង្រៀនអ្វីខ្លះចំពោះជីវភាពរស់នៅរបស់យើងប្រចាំថ្ងៃទាក់ទងជាមួយនឹងរឿងរ៉ាវនេះយើងអាចយកមកប្រៀបធៀបជាមួយនឹងជីវិតរបស់យើងនៅក្នុងសង្គមរបស់យើងបានរឿងនេះដំណើរអំពីសត្វកណ្ដូបជាមួយនឹងដើមសង្កែកណ្ដូបជាសត្វមួយដែលចូលចិត្តរកទទួលទានអាហារនៅតាមដើមសង្កែហើយតែងតែទៅរកដើមសង្កែដែលដុះនៅតាមវាលស្រែនៅទីនោះគឺសម្បូរទៅដោយផ្លែផ្ការបស់ដើមសង្កែដែលអាចធ្វើឲ្យសត្វកណ្ដូបនឹងអាចប្រស្រ័យផលបានតាមរយៈការស្វែងរកនៅចំណីនៅលើដើមសង្កែទាំងអស់នោះវេលាកាលមួយសត្វកណ្ដូបនេះគឺចង់សាកល្បងទៅរកនៅកន្លែងផ្សេងមួយទៀតក្រៅពីដើមសង្កែដែលគេតែងតែទៅប្រស្រ័យផលនៅទីនោះជារៀងរាល់ថ្ងៃក៏ហើរទៅដល់តំបន់មួយទៀតដែលមានដើមសង្កែខ្ពស់សន្លឹមប៉ុន្តែដើមសង្កែនោះបែរជាមិនមានស្លឹកផ្លែផ្កាដែលអាចឲ្យសត្វកណ្ដូបនឹងទទួលទានអាហារបាននៅដើមនោះឡើយពេលនោះកណ្ដូបក៏បានសួរទៅដើមសង្កែថាហេតុអ្វីបានជាអ្នកមានរូបរាងខ្ពស់សន្លឹមប៉ុន្តែបែរជាគ្មានអ្វីសោះដែលជាទីអាស្រ័យរបស់សត្វដូចជាពួកខ្ញុំនេះមានដូចជាសត្វឡាត់ផ្សេងដែលអាចទទួលទានអាហារនៅលើដើមសង្កែរបស់អ្នកបានសង្កែក៏បានឆ្លើយតបទៅសត្វកណ្ដូបវិញថាគាត់រស់នៅក្នុងបរិយាកាសនៅក្នុងតំបន់នេះគឺពោពេញទៅដោយដើមឈើធំមានដើមធ្នង់ដើមបេងនិងនួនដែលជាប្រភេទដើមឈើដែលលូតខ្ពស់ទៅលើហើយខ្ញុំជាដើមសង្កែដែលរស់នៅក្បែរដើមទាំងអស់នោះក៏ប្រឹងលូតទៅតាមគេដែរឲ្យខ្ពស់ទៅតាមគេដែរប៉ុន្តែហើយតែខ្ញុំជាពូជដើមដែលគ្មានក្លឹមដូច្នេះខ្ញុំបានត្រឹមតែលូតខ្ពស់ប៉ុន្តែគឺខ្ញុំគ្មានក្លឹមនៅក្នុងខ្លួនបើប្រៀបធៀបជាមួយនឹងដើមបេងនិងនួនឬក៏ធ្នង់ដែលជាប្រភេទដើមឈើធំហើយមានក្លឹមនោះទេរឿងនេះបានបង្ហាញយើងអំពីជីវភាពប្រចាំថ្ងៃរបស់យើងដែលមានបុគ្គលមួយចំនួនបានព្យាយាមតាំងខ្លួនជាអ្នកមានទ្រព្យសម្បត្តិតាមរយៈការខ្ចីបំណុលយកមកដើម្បីទិញសម្ភារៈនិយមឡានទូរស័ព្ទផ្សេងដើម្បីអួតសម្ញែងទៅដល់ញាតិទៅដល់មិត្តភ័ក្តិទៅដល់សង្គមរបស់គេដែលបញ្ជាក់ថាពួកគេគឺជាអ្នកមានក៏ប៉ុន្តែជាក់ស្ដែងគឺពួកគេប្រៀបដូចទៅជាដើមសង្កែដែលលូតទៅលើតែគ្មានក្លឹមនៅក្នុងនោះឡើយដូចនេះដែរសម្រាប់អាណាព្យាបាលដែលចិញ្ចឹមបីបាច់ថែរក្សាកូនយើងក៏បីគួរតែបញ្យល់គាត់ឲ្យបានយល់អំពីជីវភាពនៃការរស់នៅទៅតាមបរិយាកាសបរិស្ថានរបស់យើងដូចជាដើមសង្កែដែលរស់នៅតាមតំបន់វាលស្រែផ្សេងគឺជាដើមដែលលូតលាស់ល្អទៅតាមបរិយាកាសរបស់វាលូតទៅតាមធម្មជាតិរបស់វាដែលវាមានផ្លែមានផ្កាហើយរស់នៅក្នុងបរិយាកាសមួយដែលសមស្របទៅក្នុងស្ថានភាពនៃការរស់នៅរបស់ដើមសង្កែនោះប្រៀបដូចជាជីវិតរបស់យើងដែរពេលណាដែលយើងរស់នៅក្នុងបរិស្ថានមួយដែលយើងអាចរីកលូតលាស់ធំធាត់ដោយខ្លួនឯងដោយភាពកម្លាំងកាយរបស់យើងនោះនឹងធ្វើឲ្យយើងនឹងរឹងមាំនិងមានផ្លែផ្កាដើម្បីប្រឈមជាមួយនឹងជីវភាពរស់នៅប្រចាំថ្ងៃដោយមិនមានការបារម្ភដូច្នេះតើលោកអ្នកជាប្រភេទដើមសង្កែដែលរស់នៅក្នុងស្រែ
រស់នៅតាមបែបធម្មជាតិរបស់ខ្លួនដោយកម្លាំងកាយរបស់ខ្លួនឬក៏លោកអ្នកចង់ធ្វើជាដើមសង្ការដែលរស់នៅក្នុងព្រៃធំដែលលូតខ្ពស់ប៉ុន្តែគ្មានក្លឹមនៅក្នុងខ្លួនរឿងនេះគឺអាចឲ្យលោកអ្នកយកទៅពិចារណាបានដើម្បីជាកតិនៅក្នុងការរស់នៅប្រចាំថ្ងៃរបស់យើងជាពិសេសគឺការយករឿងរ៉ាវទាំងអស់នេះទៅប្រាប់កូនៗរបស់យើងដើម្បីស្វែងយល់អំពីជីវិតរស់នៅប្រចាំថ្ងៃដើម្បីឲ្យពួកគេបានលូតលាស់ឡើងជាមួយនឹងភាពរឹងមាំដោយខ្លួនឯងគឺមិនពឹងអាស្រ័យឬក៏មិនព្យាយាមធ្វើតាមអ្វីដែលពួកគេមិនអាចធ្វើទៅបាននៅពេលដែលពួកគេប្រឈមមុខនៅពេលអនាគតគឺនឹងមានបញ្ហាប្រឈមអរគុណលោកអ្នកដែលកំពុងតែទស្សនានៅវីដេអូ podcast មួយនេះហើយយើងជួបគ្នានៅ podcast ល្អៗដទៃទៀត